បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីរាប់អានសារជាថ្មីបាទថ្ងៃនេះមកទៀតហើយបាទមកថ្ងៃនេះរៀនសង្ខេបស្ងាត់បន្តិចពុកម៉ែបងប្អូននៅសារតែវីដេអូទាក់ទងនឹងអារម្មណ៍របស់ខ្ញុំដែរបាទខ្ញុំចេញទៅធ្វើការថ្ងៃនេះក៏ឃើញអ៊ំស្រីដែលជាស្ត្រីមេម៉ាយគាត់មានកូនពីរដែលជាបន្ទុករបស់គាត់ចឹងណាបាទឃើញគាត់ខំទាំងយប់ខំទាំងថ្ងៃថ្ងៃមុនឃើញគាត់ខំពីប្រលឹមបាទថ្ងៃនេះគឺឃើញគាត់ខំពីប្រលប់បាទមានខំអីទេពុកម៉ែបងប្អូនការងារគាត់តែប៉ុណ្ណឹងបាទមានបាញ់ទឹកដំណាំកាប់ដីអីជាដើមចឹងណាបាទការងារហ្នឹងគឺគាត់វាយប៉ុណ្ណឹងហើយគួរតែបើសម្រាប់យើងគិតណាគួរតែតំណេសម្រាប់ឯការងារបាទមហាកាយអីចឹងណាបាទតែវ័យគាត់គឺវ័យពេញមានបន្ទុកបាទអញ្ចឹងស្ត្រីមេម៉ាយមានវិបត្តិអញ្ចឹងបាទខ្ញុំនិយាយនេះគឺមិនមែនចង់សើចយំអីគាត់ទេគ្រាន់តែមានចិត្តអាណិតមួយបាទហើយអាចិត្តអាណិតនេះគឺគ្មានលទ្ធភាពអីថាជួយគាត់បានទេមកមានតែរបស់របរបន្តិចបន្តួចទៅតាមលទ្ធភាពចឹងណាធ្លាប់បានជួយធ្លាប់បានផ្ដល់ឲ្យប៉ុន្តែមិនមែនចង់រំលឹកគុណអីទេគ្រាន់តែចង់ប្រាប់ថាលទ្ធភាពយើងឃើញភ្នែកអញ្ចឹងគឺវាអាណិតអញ្ចឹងណាអាណិតហួសពីនិយាយរួមទៅម៉ែគេម៉ែយើងម៉ែខ្ញុំម៉ែគេអញ្ចឹងណាបាទឃើញគាត់ខំទាំងយប់ខំទាំងថ្ងៃបាទឥឡូវយប់ស្មានហ្នឹងគឺម៉ោង6ហើយបាទឃើញកាមេរ៉ាប៉ុណ្ណឹងគឺខ្ញុំซูមទៅវារឿងច្បាស់ដោយសារតែកាមេរ៉ាខ្ញុំវារឿងភ្លឺទេប៉ុន្តែព្រើហើយបាទមើលគ្នាលើចង់ស្គាល់ហើយបាទតែគាត់នៅតែខំឈូសដីនៅហុយធ្លោមហ្នឹងហើយបាទគាត់បាញ់ទឹកហើយក៏ឈូសពេលឈូសហត់ក៏រត់តែបាញ់ទឹកបន្តិចចឹងណាបាទដើម្បីកាត់បន្ថយការហត់នឿយបាទតែគាត់នៅតែខំធ្វើបាទគាត់ឈូសដីនេះគឺគាត់ធ្វើរងបាទគាត់ធ្វើរងដាំស្ពៃមិនដឹងថាដាំស្ពៃឬក៏ដាំតកូនទេបាទគាត់ធ្វើព្រោះខ្ញុំថតពីចម្ងាយទេបាទអត់ហ៊ានថតចិត្តទេដើម្បីរក្សាភាពឯកជនរបស់គាត់បាទទោះបីជាគាត់ធ្វើការមិនបានថ្លៃធ្នូក៏គាត់ខណៈការងារគាត់ដែលសុចរិតបាទគាត់ខំដាំដុះដើម្បីរកប្រាក់ចំណូលចិញ្ចឹមកូនរកចំណូលឲ្យកូនរៀនអញ្ចឹងណាបាទគាត់ឃើញគាត់ហត់លំបាកមែនតែគាត់ខំពុះពៀពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរកវិញទុកឲ្យកូនរៀនបាទកូនរៀនចប់បាទចឹងទឹកចិត្តម្ដាយពិតជាល្អធំធេងណាស់បាទចឹងកូនគួរតែមិនភ្លេចទេគុណឪពុកម្ដាយគុណមានគុណបាទគាត់ខំណាស់បាទព្រមបានលុយបន្តបន្តិចឲ្យកូននេះចឹងយើងជាកូនយើងត្រូវតែចាយសន្សំស័យណាកូនបាទកូនគេកូនឯងបាទខំនេះមិនកូនគាត់ណាជាកង់នេះគឺអ្នកជិះខាងទេបាទមិនកូនគាត់ទេបាទគឺកូនគាត់ធំហើយវល់ទៅរៀនអស់បាទចឹងគាត់ខំតឯងបើបន្ទុកគាត់តឯងទេហើយគាត់ដាំស្ពៃដាំតកូនដាំអីជាដើមពុកម៉ែបងប្អូនបាទហើយគាត់ធ្វើនេះគឺពេលខ្ញុំសង្កេតឃើញគឺគាត់ងើបពីប្រលឹមបានតិចបាទពេលឡងងាយគាត់ធ្វើដល់ប្រលប់បាទមានន័យថាគាត់ធ្វើរកតែពេលតិចដោយសារតែកន្លែងគាត់ដាំនេះគឺដាំវាលក្តៅបាទសុំជាបាទដីធំទូលាយនេះមិនមែនដីគាត់ណាដីគាត់សុំគេទេបាទដោយសារគេអាណិតដោយសារគេស្រឡាញ់រាប់អានគាត់អញ្ចឹងតើក៏គេឃើញគាត់ខ្វះខាតក៏គេផ្ដល់ដីឲ្យគាត់ណាតាមខ្ញុំចាំដីនេះដូចជាដីអ្នកនៅភ្នំពេញបាទដីអ្នកភ្នំពេញដីគេធូធាអញ្ចឹងណាហើយដីនេះគឺគេទិញមកគឺគេទុកតនេអញ្ចឹងណាបាទនៅថ្ងៃណាគេធ្វើផ្ទះធ្វើអីទេបាទហើយដីអាធំផ្ទះអាធំនេះក៏មិនមែនផ្ទះគាត់ដែរទេបាទផ្ទះគេទេបាទផ្ទះគាត់នៅខាងក្រោយមួយខាងទៀតនោះបាទហើយផ្ទះគាត់មកសូមអធិស្ឋានបាទរៀងតូចបាទតែគាត់សង្ស័យទេអញ្ចឹងមិនមែនផ្ទះធំអញ្ចឹងទេបាទមិនមែនផ្ទះគាត់ទេណាបាទហើយដីដើមក៏មិនមែនដីគាត់ដែរបាទអញ្ចឹងគាត់ខំណាស់បាទហើយដីនេះគាត់ខ្ញុំមុនដំបូងខ្ញុំមិនដែរចាប់អារម្មណ៍ទេខ្ញុំអត់ដែរដើរមើលទេទ្របតែថ្ងៃមុនលួចថតគាត់ហើយពីថ្ងៃបាញ់លួចថតគាត់ហើយក៏ដើរមកមើលទៅហ្នឹងទៅក៏គាត់ថាអត់ទៅថតអាលឹកទេអាលឹកគាត់ដាំចាក់ទឹកអញ្ចឹងថាខ្ញុំទៅឆ្ងល់ក៏ដើរមកក៏ឃើញអាលឹកគាត់មែនបាទគាត់ចេះតែដាំទៅណាពុកម៉ែបងប្អូនព្រោះខែនេះខែប្រាំងពិបាកដាំណាដំណាំបាទវាក្តៅវាអត់សូវផ្ដល់ផលដូចខែវស្សាទេបាទអញ្ចឹងតែទឹកចាប់ដែរដើម្បីរកកូនលុយកូនរៀនគាត់ជាមានតែខំបាទគាត់មានតែខំពីមានអីទេបាទខំទៅព្រឹកខំទៅល្ងាចបាទតាំងយប់ស្មានហ្នឹងហើយគាត់អត់ទាន់បានសម្រាប់ទេហើយថ្ងៃនេះខ្ញុំសួរគាត់បានអីហូបបាយគាត់ថាលោកគ្រូហើយបានតែត្រីអាំងទេអត់ត្រីចៀនត្រីប្រឡាក់ចៀន4 5ថ្ងៃហើយគាត់ថាហូបទៅបាទព្រោះអីអត់មានអីហូបបាទខ្ញុំឃើញអញ្ចឹងក៏ខ្ញុំមិនមានមាត់ក៏អីដែរក៏ខ្ញុំសើងអាណិតគាត់ណាបាទ
យើងមានសម្លហូបហើយនៅតែថាអត់សូវមានកម្លាំងចឹងគាត់កាត់ដីចឹងហើយគាត់ហូបតែត្រីគ្រីមតែបើបានត្រីអាំងហើយបានទុំលឹកអត់អីទេណាតែលឹកអស់លឹកទុំដាំចឹងណាពុកម៉ែបងប្អូនចឹងវីដេអូនេះខ្ញុំរៀបអួតអំកបន្តិចចឹងសូមលាពុកម៉ែបងប្អូនថាត្រឹមនេះសិនពុកម៉ែបងប្អូនអរគុណសូមជម្រាបលាសុខសប្បាយទាំងអស់គ្នាបាទ